ថ្ងៃសងសឹកលោកត្រាំនាយករដ្ឋមន្ត្រីថៃមុខភ័យសម្ដីលយចេញបទបញ្ជាឈប់ទិញយន្តហោះចម្បាំង F-16 ដើម្បីធ្វើឲ្យអាមេរិកដេកភ័យជុំវិញភាពតានតឹងរវាងថៃនិងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មជាពិសេសក្រោយពេលទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធឲ្យក្រុងបាងកកគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វរៈគុលបានចេញបទបញ្ជាឲ្យបញ្ឈប់ការទិញយន្តហោះចម្បាំង F-16 និងយន្តហោះផ្សេងទៀតពីសហរដ្ឋអាមេរិកនេះបើយោងតាមការបង្ហោះយ៉ាងប្រងព្រាតនៅលើបណ្ដាញសង្គម Facebook យោធាថៃនិង Page ថៃល្បីៗជាច្រើនកាលពីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ការបញ្ឈប់ការបញ្ជាទិញនេះត្រូវបានគេដឹងថាធ្វើឡើងបន្ទាប់ពីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយថៃដោយដាក់លក្ខខណ្ឌឲ្យក្រុងបាងកកត្រូវបញ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជាក្រសួងការបរទេសថៃបានឲ្យដឹងថាប្រទេសថៃបានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តនេះដោយសង្កត់ធ្ងន់ថាបញ្ហាសន្តិសុខថៃកម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃអាមេរិកដែលផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេបច្ចុប្បន្នថៃមានយន្តហោះចម្បាំង F-16 Fighting Falcon ប្រហែល54គ្រឿងដែលទិញពីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ដោយយន្តហោះជាច្រើនបានចាប់ផ្ដើមបម្រើការតាំងពីចុងទសវត្សរ៍ឆ្នាំ1980ថៃក៏ត្រូវបានគេកត់សម្គាល់ផងដែរថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទិញយន្តហោះ F-16 AB មួយចំនួនធំពីឃ្លាំងស្តុកសភាវុធរបស់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកតម្លៃសម្រាប់ model F-16 AB ដែលថៃបានទិញនោះគឺចន្លោះពី30លានទៅ60លានដុល្លារឬច្រើនជាងនេះក្នុងមួយគ្រឿងយ៉ាងណាមិញកងទ័ពអាកាសថៃថ្មីនេះបានសម្រេចចិត្តទិញយន្តហោះចម្បាំងJAS 30 Gripen EF របស់ប្រទេសស៊ុយអែតវិញសម្រាប់កងយន្តហោះចម្បាំងនាពេលអនាគតរបស់ខ្លួនជំនួសឲ្យ model ចុងក្រោយ F-16 Block 70-72ដោយសារតែកត្តាដូចជាលក្ខខណ្ឌប្រាក់កម្ចីនិងការចោះសម្រុងគ្នាតាមយុទ្ធសាស្ត្ររវាងថៃនិងអាមេរិកគួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍ទី15ខែវិច្ឆិកាឆ្នាំ2025ក្រសួងការបរទេសថៃបានប្រកាសថាសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីរហូតទាល់តែទីក្រុងបាងកកបដិញ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជាដែលជាសកម្មភាពមួយដែលមន្ត្រីថៃបានពិពណ៌នាថាជាការខកចិត្តនិងមិនតាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងបន្តនោះទេក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថាប្រទេសថៃត្រូវបានជួលដំណឹងដោយតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាលើសេចក្តីព្រៀងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមករហូតតតែប្រទេសថៃបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះលោកបាននិយាយថាប្រទេសថៃបានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តនេះដោយសង្កត់ធ្ងន់ថាបញ្ហាសន្តិសុខថៃកម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃអាមេរិកដែលផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេអ្នកនាំពាក្យបានលើកឡើងថាជំហររបស់ប្រទេសថៃគឺថាពាណិជ្ជកម្មអន្តរជាតិនិងវិធានការកយគឺជាបញ្ហាសេដ្ឋកិច្ចដែលទាមទារឲ្យមានការពិចារណាដោយប្រុងប្រយ័ត្ននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មលោកបន្តថាប្រទេសថៃបានស្នើសុំឲ្យកិច្ចចរចាពាណិជ្ជកម្មនៅដាច់ដោយឡែកពីចំនួនព្រំដែនហើយបន្ថែមថាទីភ្នាក់ងារថៃដែលពាក់ព័ន្ធនឹងបន្តត្រៀមលក្ខណៈសម្រាប់ការចរចាពន្ធគយនាពេលអនាគតជាមួយសហរដ្ឋអាមេរិកគូកត់សម្គាល់ថាការផ្អាកចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំពោះថៃបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វរៈគុលកាលពីថ្ងៃសៅរ៍ទី15ខែវិច្ឆិកាបានប្រកាសថាប្រទេសថៃបានបញ្ជាក់សារជាថ្មីថាខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះ
ការបំពេញកិច្ចព្រមព្រៀងនិងសំទោសចំពោះអបតបហេតុក្របមីនដែលធ្វើឲ្យទាហានថៃម្នាក់រងរបួសមិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីថៃបានរៀបរាប់ថាលោកបានផ្ដល់សារនេះក្នុងកំឡុងពេលហៅទូរស័ព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលមេដឹកនាំទាំងពីរបានជំរុញឲ្យទីក្រុងបាងកកបន្តការរក្សាការបដិញ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលបានគូបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025លោកអនុทิនបានបញ្ជាក់ថាប្រទេសថៃនឹងមិនបន្តកិច្ចសហប្រតិបត្តិការក្រោមសេចក្តីថ្លែងការណ៍នោះទេរហូតតតែកម្ពុជាទទួលការបំពាននិងចេញមកសុំទោសជាសាធារណៈចំពោះប្រជាជនថៃចំពោះហេតុការណ៍ជន់មីនរបស់ទាហានថៃកាលពីពេលថ្មីៗនេះលោកក៏បានសង្កត់ធ្ងន់ថាប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួនទន្ទឹមនឹងនោះលោកបានប្រមានថាការបដិសេធរបស់កម្ពុជាក្នុងការទទួលស្គាល់កំហុសបានធ្វើឲ្យបាត់បង់ការជឿទុកចិត្តរបស់សាធារណជនក្នុងប្រទេសថៃហើយអាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលអនាគតកាន់តែពិបាកសូមជម្រាបផងដែរថាការលើកឡើងរបស់លោកអនុทิនបានធ្វើឡើងមួយថ្ងៃក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដោយលោកបានស្វាគមន៍ទូនាទីដ៏សកម្មរបស់មហាអំណាចផុតលេខក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃជាមួយក្តីសង្ឃឹមថាកម្ពុជាថៃនឹងឈានដល់ដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែនលោកអាន់វ៉ាបានបង្ហោះលើបណ្ដាញសង្គម Facebook ថាខ្ញុំសូមសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានដកទ័ពចេញពីជាយដែនហើយស្របតាមវិធីសាស្ត្រដែលបានឯកភាពគ្នាក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូដូច្នេះខ្ញុំសូមស្វាគមន៍ចំពោះទូនាទីយ៉ាងសកម្មរបស់ប្រធានាធិបតីត្រាំដែលបានតាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរដើម្បីធានាថារាល់ការខ្វែងគំនិតគ្នាគឺត្រូវបានដោះស្រាយដោយរបៀបរៀបរយដើម្បីធានាបាននូវស្ថិរភាពនិងភាពសុខដុមរមនាក្នុងតំបន់ជុំវិញភាពតានតឹងរវាងថៃនិងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មជាពិសេសក្រោយពេលទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធឲ្យក្រុងបាងកកគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញនាយករដ្ឋមន្ត្រីថៃលោកអនុทิน ឆាន់វរៈគុលបានចេញបទបញ្ជាឲ្យបញ្ឈប់ការទិញយន្តហោះចម្បាំង F-16 និងយន្តហោះផ្សេងៗទៀតពីសហរដ្ឋអាមេរិកនេះបើយោងតាមការបង្ហោះយ៉ាងប្រងព្រាតនៅលើបណ្ដាញសង្គម Facebook យោធាថៃនិង Page ថៃល្បីៗជាច្រើនកាលពីថ្ងៃទី16 ខែវិច្ឆិកាឆ្នាំ2025ការបញ្ឈប់ការបញ្ជាទិញនេះត្រូវបានគេដឹងថាធ្វើឡើងបន្ទាប់ពីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយថៃដោយដាក់លក្ខខណ្ឌឲ្យក្រុងបាងកកត្រូវបដិញ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជាក្រសួងការបរទេសថៃបានឲ្យដឹងថាប្រទេសថៃបានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តនេះដោយសង្កត់ធ្ងន់ថាបញ្ហាសន្តិសុខថៃកម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃអាមេរិកដែលផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេបច្ចុប្បន្នថៃមានយន្តហោះចម្បាំង F-16 Fighting Falcon ប្រហែល54គ្រឿងដែលទិញពីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ដោយយន្តហោះជាច្រើនបានចាប់ផ្ដើមបម្រើការតាំងពីចុងទសវត្សរ៍ឆ្នាំ1980ថៃក៏ត្រូវបានគេកត់សម្គាល់ផងដែរថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទិញយន្តហោះ F-16 AB មួយចំនួនធំពីឃ្លាំងស្តុកសភាវុធរបស់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកតម្លៃសម្រាប់ model F-16 AB ដែលថៃបានទិញនោះគឺចន្លោះពី30លានទៅ60លានដុល្លារឬច្រើនជាងនេះក្នុងមួយគ្រឿងយ៉ាងណាមិញកងទ័ពអាកាសថៃថ្មីនេះបានសម្រេចចិត្តទិញយន្តហោះចម្បាំង JAS-30 Gripen EF របស់ប្រទេសស៊ុយអែតវិញសម្រាប់កងយន្តហោះចម្បាំងនាពេលអនាគតរបស់ខ្លួនជំនួសឲ្យ model ចុងក្រោយ F-16 Block
1972ដោយសារតែកត្តាដូចជាលក្ខខណ្ឌប្រាក់កម្ចីនិងការចោះសម្រុងគ្នាតាមយុទ្ធសាស្ត្ររវាងថៃនិងអាមេរិកគួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍ទី15ខែវិច្ឆិកាឆ្នាំ2025ក្រសួងការបរទេសថៃបានប្រកាសថាសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីរហូតតតែទីក្រុងបាងកកបដិញ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជាដែលជាសកម្មភាពមួយដែលមន្ត្រីថៃបានពិពណ៌នាថាជាការខកចិត្តនិងមិនតាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងបន្តនោះទេក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថាប្រទេសថៃត្រូវបានជួលដំណឹងដោយតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាលើសេចក្តីព្រៀងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមករហូតតែប្រទេសថៃបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះលោកបាននិយាយថាប្រទេសថៃបានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តនេះដោយសង្កត់ធ្ងន់ថាបញ្ហាសន្តិសុខថៃកម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃអាមេរិកដែលផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេអ្នកនាំពាក្យបានលើកឡើងថាជំហររបស់ប្រទេសថៃគឺថាពាណិជ្ជកម្មអន្តរជាតិនិងវិធានការកយគឺជាបញ្ហាសេដ្ឋកិច្ចដែលទាមទារឲ្យមានការពិចារណាដោយប្រុងប្រយ័ត្ននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មលោកបន្តថាប្រទេសថៃបានស្នើសុំឲ្យកិច្ចចរចាពាណិជ្ជកម្មនៅដាច់ដោយឡែកពីចំនួនព្រំដែនហើយបន្ថែមថាទីភ្នាក់ងារថៃដែលពាក់ព័ន្ធនឹងបន្តត្រៀមលក្ខណៈសម្រាប់ការចរចាពន្ធគយនាពេលអនាគតជាមួយសហរដ្ឋអាមេរិកគូកត់សម្គាល់ថាការផ្អាកចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំពោះថៃបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់រៈគុលកាលពីថ្ងៃសៅរ៍ទី15ខែវិច្ឆិកាបានប្រកាសថាប្រទេសថៃបានបញ្ជាក់សារជាថ្មីថាខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររហូតតតែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀងនិងសំទោសចំពោះអបតបហេតុក្របមីនដែលធ្វើឲ្យទាហានថៃម្នាក់រងរបួសមិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីថៃបានរៀបរាប់ថាលោកបានផ្ដល់សារនេះក្នុងកំឡុងពេលហៅទូរស័ព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលមេដឹកនាំទាំងពីរបានជំរុញឲ្យទីក្រុងបាងកកបន្តការរក្សាការបដិញ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលបានគូបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025លោកអនុទានបានបញ្ជាក់ថាប្រទេសថៃនឹងមិនបន្តកិច្ចសហប្រតិបត្តិការក្រោមសេចក្តីថ្លែងការណ៍នោះទេរហូតតែកម្ពុជាទទួលការបំពាននិងចេញមុខសុំទោសជាសាធារណៈចំពោះប្រជាជនថៃចំពោះហេតុការណ៍ជន់មានរបស់ទាហានថៃកាលពីពេលថ្មីៗនេះលោកក៏បានសង្កត់ធ្ងន់ថាប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួនទន្ទឹមនឹងនោះលោកបានប្រមានថាការបដិសេធរបស់កម្ពុជាក្នុងការទទួលស្គាល់កំហុសបានធ្វើឲ្យបាត់បង់ការជឿទុកចិត្តរបស់សាធារណជនក្នុងប្រទេសថៃហើយអាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលអនាគតកាន់តែពិបាកសូមជម្រាបផងដែរថាការលើកឡើងរបស់លោកអនុទានបានធ្វើឡើងមួយថ្ងៃក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដោយលោកបានស្វាគមន៍ទូនាទីដ៏សកម្មរបស់មហាអំណាចផុតលេខក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃជាមួយក្តីសង្ឃឹមថាកម្ពុជាថៃនឹងឈានដល់ដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែនលោកអាន់វ៉ាបានបង្ហោះលើបណ្ដាញសង្គម Facebook ថាខ្ញុំសូមសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានដកទ័ពចេញពីជាយដែនហើយស្របតាមវិធីសាស្ត្រដែលបានឯកភាពគ្នាក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដូច្នេះខ្ញុំសូមស្វាគមន៍ចំពោះទូនីតិយ៉ាងសកម្មរបស់ប្រធានាធិបតីត្រាំដែលបានតាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរដើម្បីធានាថារាល់ការខ្វែងគំនិតគ្នាគឺត្រូវបានដោះស្រាយដោយរបៀបរៀបរយដើម្បីធានាបាននូវស្ថិរភាពនិងភាពសុខដុមរមនាក្នុងតំបន់